នេះគឺជាការប្រើប្រាស់រក sum រក average រក min រក max យើងអ្នកប្រើ Excel គឺអាចនឹងជួបដែរនៅមេរៀនដបងចា៎នេះខ្ញុំគុណវាចូលគ្នាសិនគុណចូលគ្នាមួយមកអូខេចឹងយើងរក sum ហ្នឹងមានន័យថាបូកហ្នឹងបូក column ណាដែលយើងចង់បូកចឹងsum ការបូកគឺយើងប្រើរូបមន្តនៅ Excel ទី1ត្រូវវាយសញ្ញាស្មើដើម្បីទៅប្រាស់រូបមន្តហើយវាយពាក្យ sum ហើយតាមមិនយើងដាក់វងកញ្ចក់ទៅវងកញ្ចក់នេះយើងអាច Ctrl Shift ហើយចុច C លេខ4ក៏ចេញវងកញ្ចក់ឬមកវាយ sum ហើយចុចទៅពាក្យ tab ហ្នឹងក៏ចេញវងកញ្ចក់ដែរ tab នៅលើ keyboard យើងហ្នឹងបន្តមកយើងអស់ពីណាទៅណាដែលយើងចង់ sum ហ្នឹងទៅហើយយើងបិទវងកញ្ចក់វិញហើយយើងចុច tab វិញមកបិទវងកញ្ចក់ទៅ sum 50អូខេបន្តមកទៀតaverage ហ្នឹងគឺរមធ្យមដែលជាមធ្យមកលំទាំងអស់ដែលយើងមានហ្នឹងគឺប្រមាណវាគិតជាមធ្យមរមធ្យមភាគអញ្ចឹងមធ្យមគឺយើងវាយស្មើមកពាក្យ average នេះលោតនៅលើគេណាហើយដាក់វងកញ្ចក់មកយើង select យកពីចំណុចណាដល់ចំណុចណាដែលយើងចង់បានបិទវងកញ្ចក់មក enter អញ្ចឹងជាមធ្យមពេលនេះពី4 16 30 0ហ្នឹងគឺជាមធ្យមមក5បន្ទាត់4បន្ទាត់ហ្នឹងតម្លៃជាមធ្យមគឺ12កន្លះ min គឺជាចំនួនចំណុចអតេបរមានៃកន្លោនណាមួយដែលយើងរាប់អញ្ចឹងការរក min ក៏ដូចគ្នាគឺត្រូវវាយសញ្ញាស្មើហើយពាក្យ min បើកវងកញ្ចក់ select ទៅលើ column ដែលយើងចង់បានបិទវងកញ្ចក់វិញ enter ណាមានណាតូចជាងគេលេខ0ហ្នឹងឯងពី4 16 30មានណាតូចជាងគេគឺលេខ0ហ្នឹងឯងទិញតូចជាងគេ max គឺរកចំនួនអតិបរមានៅកន្លែងដែលយើងចង់រកហើយមកសញ្ញាស្មើឲ្យ max វាយពាក្យ max tab ចុច tab ក៏ចេញមកកញ្ចក់ណាហើយអស់មកបិទបងកញ្ចក់វិញ enter ណាធំជាងគេគឺ30ដែរនេះគឺជាការរក sum ផលបូក average គឺមធ្យមភាគ min អបបរមាអាតូចបំផុត max អតិបរមាឬក៏ចំនួនដែលធំបំផុតនៅលើ column ដែលយើងចង់រក